ប្រសិនជាខ្ញុំអត់ចេះ AI ទេខ្ញុំដើរថយក្រោយគេ100ជំហាន រយៈពេល2ថ្ងៃពេញនេះខ្ញុំទទួលបានប្រាក់ប្រយោជន៍ច្រើនពី tool AI មួយចំនួនដែលខ្ញុំដែលបានស្គាល់ហើយថ្មីបំផុតហើយក៏អរគុណដល់កម្មវិធីនេះមានបង្កើតឡើងមានទាំងគ្រូដែលគាត់បញ្យល់ក្បោះក្បាយហើយនឹងក្រុមការងារក៏ល្អហើយខ្ញុំពេញចិត្តខ្លាំងការ training នេះគឺគាត់ practice ច្រើនមែនតើជាងការរំពឹងទុកខ្ញុំទៀតសឹងតែថាមេរៀនត្រឹម20-30% ទេប៉ុន្តែការ practice ឡើង70-80% ហើយសម្រាប់សារសម្រាប់អ្នកក្រោយទៀតគឺអត់មានទេចុះឈ្មោះឲ្យតន់គេជាដំបូងនេះខ្ញុំសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះសៅសូដានេនសប្តាហ៍ខ្ញុំជា instructor នៅ PUC IFL Odyssey Campus ជំរាបសួរបងខ្ញុំឈ្មោះបញ្ញបុត្រខ្ញុំមន្ត្រីផ្នែកសេដ្ឋកិច្ចនៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារខ្ញុំបាទឈ្មោះគឹងតាំងលៀងសុទ្ធតែជានិស្សិតឆ្នាំទី4នៅសាកលវិទ្យាល័យកម្ពុជាជំនាញរដ្ឋបាលសាធារណៈតើបងទទួលបានព័ត៌មានអំពីវគ្គប្រវត្តិនេះតាមរយៈអ្វីដែរបងចាសម្រាប់ការទទួលព័ត៌មាននៃវគ្គបណ្ដុះបណ្ដាលហ្នឹងគឺខ្ញុំទទួលបានតាមរយៈ Telegram Channel របស់វិជ្ជាមណ្ឌលបងខ្ញុំដឹងព័ត៌មានអំពីវគ្គបណ្ដុះបណ្ដាលហ្នឹងតាមរយៈមិត្តភ័ក្តិគាត់ណែនាំខ្ញុំមើលតាម Facebook page របស់Cambodia 4.0 មូលហេតុអ្វីដែលជំរុញឲ្យបងសម្រេចចិត្តចូលរៀនវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មបញ្ញាសិប្បនិម្មិតឬក៏ AI literacy នេះចាមូលហេតុចម្បងដែលជំរុញឲ្យខ្ញុំចូលរៀនវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្ម AI ហ្នឹងដោយសារតែខ្ញុំយល់ឃើញថាបច្ចុប្បន្នហ្នឹងគឺ AI ហ្នឹងគឺគាត់បានន័យថាគ្រប់គ្រងគ្រប់វិស័យទៅហើយអញ្ចឹងហើយខ្ញុំគិតថាប្រសិនជាខ្ញុំអត់ចេះ AI ទេខ្ញុំដើរថយក្រោយគេ100ជំហានអញ្ចឹងហ៎បងអញ្ចឹងហើយត្រូវសារអាទិត្យខ្ញុំទៅនេផងអញ្ចឹងខ្ញុំក៏មកចូលរួមចា Cambodia 4.0 គាត់ provide training ល្អហើយឃើញវគ្គ AI នេះវាតំណងខ្ញុំមើលtraining schedule ទៅឃើញថាយើងអាចរៀនអីដែលថ្មីព្រោះតែប៉ុន្តែខ្ញុំថ្មីអញ្ចឹងខ្ញុំមើលតាម YouTube មើលអីវាបានច្រើនដែរប៉ុន្តែដល់ពេលយើងមកចឹងទៅយើងដឹងតិចនិចថ្មីដែលលោកគ្រូគាត់បញ្យល់បន្ថែមអញ្ចឹងទៅបាទតើបងរំពឹងថានឹងទទួលបានអ្វីពីវគ្គបណ្ដុះបណ្ដាលរបស់យើងហើយតើបងក្រងនឹងយកចំណេះដឹងដែលបានរៀននៅរយៈពេល2ថ្ងៃនេះទៅប្រើប្រាស់យ៉ាងដូចម្តេចដែររំពឹងថានឹងទទួលបានអំពីចំណេះដឹងថ្មីៗដូចជាការប្រើប្រាស់ AI ឲ្យមានប្រសិទ្ធភាពមួយគឺប្រើប្រាស់ជាពិសេសគឺ apply នៅក្នុងការសិក្សារបស់ខ្ញុំព្រោះថាការសិក្សាត្រូវការស្រាវជ្រាវច្រើនហើយជាពិសេសគឺស្រាវជ្រាវឲ្យចំប្រភពព្រោះថាបើយើងអត់ដឹងពីរបៀបប្រើប្រាស់ច្បាស់លាស់ទេយើងជាតែប្រើ AI ទៅវាទូលំទូលាយពេកវាហួសពីវិស័យដែលយើងកំពុងតែរៀនជាពិសេសគឺក្នុងវិស័យរដ្ឋបាលខ្ញុំក៏ស្ដីហើយម្យ៉ាងទៀតនោះគឺអំពីសុវត្ថិភាពក្នុងការប្រើប្រាស់ AI ព្រោះថា AI ជាបញ្ញាសិប្បនិម្មិតក៏ជាបច្ចេកវិទ្យាជាន់ខ្ពស់មួយបើយើងប្រើប្រាស់មិនបានមាននៅការប្រុងប្រយ័ត្នឬក៏មាននៅវិធានការក្នុងការទប់ស្កាត់ទេអាចនឹងមានបញ្ហាដល់សុវត្ថិភាពឬក៏សន្តិសុខផ្ទាល់ខ្លួនសម្រាប់ការរំពឹងពីការបណ្ដុះបណ្ដាលនេះខ្ញុំរំពឹងថាកាលមុនហ្នឹងខ្ញុំក៏ចេះ AI ដែរតែវាអត់សូវច្បាស់ខ្ញុំរំពឹងថាខ្ញុំនឹងចេះប្រើ AI ឲ្យស្ទាត់ជាងមុននិងស្គាល់កម្មវិធី AI ឲ្យល្អជាងមុនដូចមកពីរយៈពេល2ថ្ងៃហ្នឹងខ្ញុំយល់ថាអ្វីដែលសំខាន់បំផុតគឺខ្ញុំចេះប្រើ Notion AI ដែលពេលដែលយើងមាន meeting ទៅវាជួយយើងបានច្រើនមែនតើហើយសម្រាប់ទី2អ្វីដែលខ្ញុំស្រឡាញ់ជាងគេពីការចែកម្លែករបស់លោកគ្រូគឺCloud AI បងខ្ញុំអត់ដែលដឹងទេថា Cloud ហ្នឹងគឺគាត់អាច generate slide presentation បានហើយសម្រាប់ការយកទៅប្រើប្រាស់ហ្នឹងខ្ញុំគ្រាន់តែជា instructor អញ្ចឹងខ្ញុំយកអ្វីដែលចេះហ្នឹងទៅបរៀនកូនសិស្សខ្ញុំបន្តចាបងតើបងពេញចិត្តនឹងវគ្គបណ្ដុះបណ្ដាលស្ដីពីអក្ខរកម្មបញ្ញាសិប្បនិម្មិតឬក៏ AI literacy នេះដែរទេហើយតើបងចង់មានសារចែករំលែកអ្វីខ្លះទៅកាន់អ្នកដែលកំពុងតែចាប់អារម្មណ៍ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា 4.0 ខ្ញុំពេញចិត្តខ្លាំងការ training នេះគឺគាត់ practice ច្រើនមែនតើជាងការរំពឹងទុកខ្ញុំទៀតសឹងតែថាមេរៀនត្រឹម20-30% ទេប៉ុន្តែការ practice ឡើង70-80% ហើយសម្រាប់សារសម្រាប់អ្នកក្រោយទៀតគឺអត់មានទេចុះឈ្មោះឲ្យតន់គេការបណ្ដុះបណ្ដាលខ្ញុំគឺពេញចិត្តទេបងព្រោះរយៈពេល2ថ្ងៃពេញហ្នឹងគឺខ្ញុំរៀនបានច្រើនហើយសម្រាប់ដែលជាសារទៅកាន់អ្នកដែលមិនទាន់ចូលរៀនគឺខ្ញុំអំពាវនាវថាបើសិនជាមានវគ្គក្រោយចុះឈ្មោះឲ្យតន់ប្រយ័ត្នចុះឈ្មោះអត់តន់គេហើយត្រូវតែព្យាយាមមករៀនឲ្យបានគ្រប់វគ្គព្រោះយើងចេះបានច្រើនបងចាអរគុណ